បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទស្វាគមន៍សាជាថ្មីមកកាន់ Channel ប្រភេទដើមឈើកម្ពុជាបាទថ្ងៃនេះនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាក៏ដូចជាស្វែងយល់នៅរុក្ខជាតិមួយប្រភេទបងប្អូនបាទថ្ងៃនេះអត់មានចេញជាប្រភេទដើមឈើបងប្អូនគឺបែបរុក្ខជាតិបែបវល្លិហើយមែនតើទៅប្រភេទរុក្ខជាតិបែបវល្លិនេះប្រហែលជាពុកម៉ែបងប្អូនស្គាល់ច្រើនបាទនេះគេហៅថាដើមគុយបងប្អូនឬក៏វល្លិគុយដែលសឹងតែពុកម៉ែបងប្អូនអស់គ្នាប្រហែលជាអាចស្គាល់ហើយបាទដើមគុយនេះវាជាប្រភេទរុក្ខជាតិបាទមួយយ៉ាងដែលយើងហៅថាប្រភេទវល្លិមិនមែនជាប្រភេទឈើធំទេបងប្អូនបាទវាជាប្រភេទវល្លិហើយលក្ខណៈសម្គាល់ដើមវល្លិគុយនេះគឺមានពណ៌បែបនេះបងប្អូនដើមវាបែបពណ៌កម្មៅបងប្អូនបាទហើយជាប្រភេទវល្លិទេហើយលក្ខណៈសម្គាល់មួយទៀតគឺវាភាគច្រើនគឺដុះនៅតាមតំបន់ភ្នំបងប្អូនតំបន់ភ្នំតំបន់ខ្ពង់រាបពិសេសដែលសម្បូរច្រើនជាងគេគឺភ្នំគូលែនបងប្អូនទឹកដីខេត្តសៀមរាបគឺសម្បូរជាងគេសម្រាប់ប្រភេទវល្លិគុយប៉ុន្តែសម្រាប់វល្លិគុយដែលខ្ញុំកំពុងថតនេះគឺខ្ញុំថតនៅទីតាំងខេត្តឧត្តរមានជ័យបាទហើយមួយទៀតតកតងប្រភេទវល្លិគុយនេះវាជាប្រភេទរុក្ខជាតិវល្លិដែលភាគច្រើនវាតោងបាទវាតោងដើមឈើផ្សេងបាទវាតោងឡើងតាមដើមឈើណាដែលនៅក្បែរវាគឺវានៅតោងបាទមិនថាប្រភេទឈើអីទេបងប្អូនបាទឲ្យតែនៅជាប់ក្បែរវាគឺវាតោងឯងបាទតោងវាមានលក្ខណៈបាទដូចជាដៃអញ្ចឹងបងប្អូនមេឃវាដៃវាឡើងទៅរុំយកបាទហើយតកតងមួយទៀតស្លឹកបងប្អូនស្លឹកវាបែបពណ៌បៃតងបាទបែបពណ៌បៃតងហើយស្លឹកវារាងក្រាស់បងប្អូនហើយពេលយើងបេះមើលទៅវាមានជ័រស្លឹកវាបងប្អូនជ័រពណ៌សប្រហែលជាបងប្អូនភាគច្រើនហើយស្គាល់ហើយបាទហើយចំណែកផ្លែវាវិញគឺមានពណ៌បៃតងនិយាយទៅពណ៌វាដូចស្លឹកបងប្អូននៅពេលវាខ្ចីបាទតែនៅពេលតែវាទុំមានពណ៌វាមានលក្ខណៈផ្លាស់ប្ដូរបងប្អូនវាអាចប្រែពណ៌បន្តិចម្ដងពីបៃតងហ្នឹងទៅជាស្រគាលទៅជាពណ៌លឿងតិចអញ្ចឹងលឿងប្រងព្រឿងរហូតដល់ពណ៌លឿងបាទអាហ្នឹងគេហៅពណ៌គុយទុំគឺពណ៌លឿងបាទហើយវាជាប្រភេទរុក្ខជាតិមួយដែលតែបច្ចុប្បន្នវាមិនសូវជាសម្បូរបងប្អូនបាទហើយបើយើងនិយាយពីគុណប្រយោជន៍វាផ្លែគុយយើងអាចយកទៅជាបរិភោគបានបាទហើយមានរសជាតិឆ្ងាញ់បាទមានរសជាតិបើនៅខ្ចីគឺរសជាតិចត់បងប្អូនយើងអាចហូបមួយអំបិលម្ទេសឬប្រហុកបានបកឆៅតែនៅពេលដែលវាទុំឬក៏សាគាបន្តិចម្ដងវាមានរសជាតិជូរអែមបាទហើយអត្ថប្រយោជន៍មួយទៀតគឺវល្លិវាបាទគេអាចយកទៅធ្វើថ្នាំបានហើយស្លឹកត្រួយវាបាទខ្ចីគេយកទៅធ្វើបន្លែបានបាទដូចជាគេយកទៅស្លកកូរអីជាដើមគឺយើងអាចយកទៅស្លបានសម្រាប់ត្រួយខ្ចីបងប្អូនបាទត្រួយខ្ចីស្លឹកគុយបាទហើយនៅក្នុងប្រទេសកម្ពុជាយើងបើយើងនិយាយពីប្រភេទផ្លែឈើព្រៃបាទអាចថាផ្លែគុយជាប្រភេទផ្លែឈើដែលថ្លៃជាងគេបាទមានតម្លៃថ្លៃបាទជាក់ស្ដែងដូចជានៅសៀមរាបអាចមានពី1គីឡូ20000ទៅ70000ក៏មានដែរបងប្អូនទៅតាមប្រភេទគុយល្អគុយមិនល្អអញ្ចឹងបាទវាជាប្រភេទផ្លែឈើដែលមានតម្លៃថ្លៃបាទហើយមានរសជាតិឆ្ងាញ់បាទជូរអែមយើងអាចជ្រលក់ជាមួយអំបិលបានបាទ
នេះគឺជាអត្ថប្រយោជន៍បាទនៃវ៉ាគុយបាទហើយបើសិនជាបងប្អូនមានដុសក្បែរផ្ទះអីបាទបងប្អូនអាចទុកវាគឺមានសារៈប្រយោជន៍ច្រើនបាទពាក់ព័ន្ធនឹងវ៉ាគុយនេះបាទហើយបច្ចុប្បន្នក៏វាមិនសូវជាសម្បូរដែរបាទហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនបាទសង្ឃឹមថាបងប្អូនចូលចិត្តហើយនឹងជួយចែករំលែកបាទដោយជួយបាទចុច Subscribe ដូចជាកណ្ដឹងអ្នកមួយផងបងប្អូនបាទអរគុណជួបខ្ញុំនៅវីដេអូក្រោយទៀតបាទអរគុណបាទ